សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំនឹងមកបង្រៀនគ្នាយើងពីរបៀបនៃការលុប background នៅក្នុងកម្មវិធី PowerPoint ទាំងអស់គ្នាអញ្ចឹងដើម្បីលុប background បានទីមួយយើងត្រូវមានរូបភាពមួយណាអញ្ចឹងយើងចូលទៅកាន់ Telegram របស់ខ្ញុំមកខ្ញុំឧទាហរណ៍ថាខ្ញុំយករូបអូនតូចនេះមួយហើយយើងចុច mouse ស្ដាំយកពាក្យថា copy មកហើយយើងយកចូលទៅផាសនៅក្នុង PowerPoint របស់យើងចុច Ctrl បអក្សរ V មកវានឹងផាសឲ្យយើងហើយអូខេបន្ទាប់ពីយើងបានរូបភាពបែបហ្នឹងហើយគឺយើងយកពាក្យថា remove background ហើយយើងយកអាសញ្ញាបូកមកកន្លែងសញ្ញាបូកហ្នឹងមានន័យថាយើងនឹងបូកយកកន្លែងណាដែលយើងចង់ឲ្យឃើញអញ្ចឹងណាអញ្ចឹងយើងស៊ូមវាឲ្យរៀងធំតិចមកនេះយើងយកប៊ិចនឹងគូមកនេះយើងគូបែបនេះមកហើយយើងគូវាថាបែបហ្នឹងមកនេះគឺយើងកាត់តាមរូបភាពរបស់យើងទៅអញ្ចឹងរូបនេះរៀងពិបាកដែរហើយអាចថាវាមិនទៅជាស្អាតអី perfect អីណាទេគ្នាយើងណាយើងអាចមកប្រើការបានឲ្យថាស្អាតអីដូចកម្មវិធី Photoshop ដែលយើង design កាត់អីគឺអត់ទេចានេះយើងគ្រាន់តែប្រើបដោះអាចថាយើងអត់ចេះ Photoshop យើងអាចប្រើបែបហ្នឹងបានអញ្ចឹងយើងគូវាម្ដងតិចម្ដងតិចមកអូខេអញ្ចឹងអាកន្លែងសញ្ញាដកពណ៌ខំហ្នឹងយើងសម្រាប់ដកវាដកទៅលើផ្នែកខាងណាដែលយើងអត់ចង់បានអញ្ចឹងណាយើងគូតាមនឹងមកគូថាតិចបន្តវាតិចមកវាបាត់ហើយចឹងយើងព្រេកទៅលើអស់មកក្រោមទៀតមកនេះឧទាហរណ៍ថាកន្លែងហ្នឹងយើងចង់ដកយើងចុចវាថាមកអូខេហើយកន្លែងក្រូនេះយើងទាញបែបហ្នឹងមកនេះណាយើងគូវាបន្តអញ្ចឹងមកហើយយើងមើលទៀតគ្នាណាកន្លែងណាដែលយើងសល់នេះអញ្ចឹងយើងស៊ូមវាមកនេះយើងបន្តវាចុងមកហើយយើងមើលទៀតនេះកន្លែងនេះវារៀងនៅសល់តិចណាអាចថាវាមិនស្អាត 100% អាចថាយើងមកប្រើការបានអញ្ចឹងនេះយើងមើលទៅយើងទាញវាតិចចឹងមកប៉ះវាថាទៅវាលុបឲ្យយើងណាកន្លែងនេះតើត្រូវការរៀងអត់ធ្មត់ដែរនៅព្រោះអីវាពេលពណ៌រូប background យើងពណ៌រៀងច្រើនអញ្ចឹងវាពិបាកតែបើសិនជាយើងមាន background បើយើងថតរូបយើងថត background ពណ៌សសុទ្ធមកវាស្រួលនៅក្នុងការចាប់ទេខាងនេះ background នេះវារៀងមានពណ៌រៀងច្រើនដែរអញ្ចឹងណាអូខេជាងគូថាបែបហ្នឹងមកនឹងប៉ុណ្ណឹងមកអូខេហើយយើងពិនិត្យមើលរូបភាពរបស់យើងទៅថាអូខេអត់យ៉ាមានកន្លែងណាត្រូវកាត់ទៀតអត់យើងគូថាមកគូតិចមកនេះកន្លែងនេះយើងលុបវាថាមកអូខេប៉ុណ្ណឹងមុខអីយើងលុបឲ្យស្អាតមកអូខេមើលទៅរូបយើងគឺអាចយកជាការបានហើយយើងមើលកន្លែងដៃនេះតិចអូខេកន្លែងដៃនេះតិចយើងដកវាតិចមកហើយយើងមើលស្រែងមកអូខេប៉ុណ្ណឹងរូបយើងបានប៉ុណ្ណឹងហើយយើងចុច take មកអូខេអញ្ចឹងរូបយើងបានកាត់ background ស្អាតហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនគ្នាយើង